មកដឹងពីកលឹះ3យ៉ាងនៅក្នុងការរៀនបកាយទាំងអស់គ្នាបងអូនដែលគាត់ពិបាកនៅក្នុងការរៀនអត់ទាន់ដឹងពីទម្លាប់នៅក្នុងការរៀនក៏វិធីសាស្ត្រនៅក្នុងការរៀនផ្សេងៗក៏គាត់អាចមើលវីដេអូនេះបានដោយសារតែវាពិតជាមានសារៈសំខាន់ខ្លាំងមែនតើបងអូនដែលគាត់ចង់ទទួលបានលទ្ធផលល្អតែមុននឹងចូលអ្នកទាំងអស់គ្នាកុំភ្លេចជួយ report like ក៏ដូចជា mention មក page ឲ្យបានឃើញវីដេអូនេះផងដើម្បីពួកគាត់ដឹងពីកលឹះនៅក្នុងការរៀនអញ្ចឹងតើតោះជាមួយចំណុចទី1អ្នកទាំងគ្នាត្រូវតែរៀនឲ្យស្មើដៃគ្នាប្រឹងធ្វើលំហាត់ក៏ដូចជាមើលមេរៀនជារៀងរាល់ថ្ងៃជាប្រចាំដោយពាក្យគេនិយាយថាសម្រុករៀនតាំងពីដើមឆ្នាំមកអញ្ចឹងអ្នកទាំងអស់គ្នាដើម្បីឲ្យយើងនឹងងាយស្រួលសម្រួលមុខវិជ្ជាដែលយើងអត់ចេះឬក៏អត់ច្បាស់ហ្នឹងឲ្យហើយមុននឹងការប្រឡងមកដល់អ្នកទាំងគ្នាត្រូវតែផឹងហ៊ានកុំចាំស្អែកចាំរៀនឬក៏ពន្យាពេលនៅក្នុងការសិក្សាអីជាដើមសាលា Team KA មានវីដេអូបង្រៀន free ជាច្រើននិងមានសៀវភៅជាច្រើនប្រភេទសម្រាប់បងប្អូនដែលគាត់ចង់ស្វែងសិក្សាបន្ថែមដូចខ្ញុំដាក់នៅលើវីដេអូហ្នឹងអញ្ចឹងហើយបើចង់ដឹងព័ត៌មានបន្ថែមគឺអាចឆាតទៅ Facebook page សាលា Team KA បាននិងពិសេសសម្រាប់បងប្អូនដែលគាត់មានឈុតសៀវភៅពី Mat Team KA គឺមានឱកាសចូលរៀនគ្រប់ free ដែលបង្រៀនដោយលោកគ្រូផ្ទាល់ឱកាសនេះគឺកម្ររកបានមែនតើអញ្ចឹងរួនឡើងអ្នកទាំងអស់គ្នាចំណុចទី2វិញគឺងាយទេអ្នកគ្នាត្រូវតែរៀននៅក្នុងបរិយាកាសមួយដែលស្ងប់ស្ងាត់ល្អមូលហេតុធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ល្អហើយមួយទៀតធ្វើឲ្យអ្នកទាំងអស់គ្នាផ្ដោតអារម្មណ៍ទៅលើការសិក្សានឹងបានល្អក៏ដូចជារលូនជាងមុនអត់មានការរំខានអីផ្សេងៗជាដើមចឹងទៅជាធម្មតាអ្នកទាំងអស់គ្នាការរៀននៅបរិយាកាសស្ងប់ស្ងាត់គឺល្អខ្លាំងមែនតើហើយមួយទៀតបើអ្នកទាំងអស់គ្នាចូលស្ដាប់ play តាមរយៈ YouTube Pomodoro អ្នកគ្នាវាយចឹងទៅគឺគេមានកណ្ដាប់មកកណ្ដាប់ពេលវេលាសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តរៀនតាមនឹងច្រើនខ្លាំងមែនតើហ្មងវាធ្វើឲ្យខ្ញុំនឹងផ្ដោតអារម្មណ៍ទៅលើការសិក្សានឹងបានល្អជាងមុនជាពិសេសទៅលើការស្វែងសិក្សាផ្ទាល់ខ្លួនយើងខ្លួនឯងចឹងអ្នកទាំងអស់គ្នាព្យាយាមអនុវត្តដូចខ្ញុំទៅនឹងទទួលបានលទ្ធផលល្អឲ្យធ្វើឲ្យការរៀនរបស់អ្នកទាំងអស់គ្នានឹងបានយូរម៉ោងជាងមុនសម្រាប់ចំណុចទី3វិញអ្នកទាំងគ្នាគួរតែមានជាចាំបាច់ហ្មងគឺមានសភៅមួយសម្រាប់កត់ថាមួយថ្ងៃហ្នឹងអ្នកទាំងគ្នាត្រូវធ្វើកិច្ចការអីខ្លះជាធម្មតាទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាមានការវិភាគឬក៏មាន to do list ដែលខ្ញុំនិយាយមុនហ្នឹងគឺវាល្អសម្រាប់ការរៀនរបស់អ្នកទាំងអស់គ្នាខ្លាំងមែនតើបងប្អូនខ្លះគាត់អត់មានអញ្ចឹងមួយថ្ងៃហ្នឹងគឺគាត់អត់ដឹងថាត្រូវធ្វើអីគាត់សុខចិត្តយកពេលហ្នឹងទៅអង្គុយលេងអត់ធ្វើអីទាំងអស់អញ្ចឹងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំសុខចិត្តអ្នកទាំងអស់គ្នាមាន to do list ឬក៏មានការវិភាគមួយទៅយើងដឹងថាមួយថ្ងៃហ្នឹងគឺយើងត្រូវធ្វើអីខ្លះឧទាហរណ៍ថាថ្ងៃហ្នឹងអ្នកគ្នាត្រូវធ្វើលំហាត់គណិតមួយគីមីមួយជីវៈមួយអញ្ចឹងគឺយើងមានគោលដៅច្បាស់លាស់នៅក្នុងការរៀនទៅធ្វើឲ្យអ្នកទាំងអស់គ្នាអាចដើរទៅដល់គោលដៅមួយនៅថ្ងៃខាងមុខដូចអ្នកទាំងគ្នាចង់បានអីតែឬក៏ចង់បានលទ្ធផលល្អនៃការប្រឡងអីជាដើមចឹងទៅអញ្ចឹងជាយើងធ្វើតាមខ្ញុំអ្នកទាំងអស់គ្នាអ្នកគ្នាទទួលបានលទ្ធផលល្អនៅក្នុងការរៀនហើយមួយទៀតធ្វើបែបហ្នឹងទៅអ្នកគ្នាច្បាស់លាស់នៅក្នុងការរៀនរបស់យើងខ្លួនឯងផ្ទាល់ហ្មងការសិក្សានៅក្នុងការស្វែងសិក្សាគឺពិតជាមានសារៈសំខាន់ខ្លាំងមែនទែនដូច្នេះអ្នកគ្នាត្រូវព្យាយាមរកឲ្យបានត្រឹមត្រូវបើរើសខុសការរៀនផងយើងក៏វាខុសទៅដូចគ្នាដែរអញ្ចឹងសម្រាប់រូបនេះខ្ញុំខ្ញុំបានទៅទិញសៀវភៅនៅក្នុង page សាលា Team KA សៀវភៅបោះគាត់ចេញមកច្បាស់មានកំណែដូចជាអបយោបកស្រាយមកបកក្បាយខ្លាំងមែនទែនអញ្ចឹងខ្ញុំសង្ឃឹមថាពិធីទាំងអស់ហ្នឹង